មន្ទីរធនធានទឹកនិងអូតូនិយមខេត្តបរសៃនុជូនដំណឹងអំពីស្ថានភាពអាកាសធាតុក្នុងខេត្តបរសៃនុមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបរសៃនុសូមគោរពជម្រាបជូនព័ត៌មានធាតុអាកាសនៅថ្ងៃទី11ដល់ថ្ងៃទី13ខែមិថុនាឆ្នាំ2025ខាងមុខនេះប្រព័ន្ធសម្ពាធទាបនិងជ្រលងនៃគោលព្យុះឈ្មោះវ៉ូទីបលើកទី1បាននឹងកំពុងមានឥទ្ធិពលខ្លាំងមកលើខេត្តបរសៃនុស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុមានពពកច្រើនមានព្រាមករន្ទះពីតិចទៅច្រើនខ្លាំង probability 80% សីតុណ្ហភាពមានពី27អង្សាសេទៅ29អង្សាសេនិងខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី10ម៉ែត្រក្នុង1វិនាទីទៅ14ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់ខ្ពស់ពី1.50 ម៉ែត្រទៅ2.50 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបរសៃនុសូមជូនដំណឹងជាសាធារណៈសូមមេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពទឹកភ្លៀងនិងសីតុណ្ហភាពនិងអាចកើតមានបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់រលកសមុទ្រនិងជំនោរសមុទ្រក្នុងរដូវវស្សាឆ្នាំ2025ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបរសៃនុនឹងបន្តតាមដានសភាពការធាតុអាកាសនិងជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីប្រែប្រួលសូមអរគុណខេត្តបរសៃនុថ្ងៃទី10ខែមិថុនាឆ្នាំ2025មន្ទីរធនធានទឹកនិងអូតូនិយមខេត្តបរសៃនុ